Lorina និងលោកស្រីមនៅរាត្រីនេះយើងលើកឡើងពាក់ព័ន្ធជាមួយនឹងភាពតានតឹងរវាងអាមេរិកជាមួយនឹងវេណេស៊ុយអេឡាវិញម្ដងបន្ទាប់ពីមួយរយៈចុងក្រោយនេះក្រោយការឡើងកាន់តំណែងឃើញថាលោក Donald Trump បានពង្រីកនៅប្រតិបត្តិការយោធាបង្ក្រាបនៅទូកដឹកគ្រឿងញៀនជាច្រើនដែលសហរដ្ឋអាមេរិកបានលើកឡើងថាមានប្រភពចេញពីវេណេស៊ុយអេឡាឥឡូវនេះបានបន្តកាន់តែឡើងកម្ដៅបន្ថែមទៀតតាមរយៈការដាក់ពង្រាយនៅនាវាចម្បាំងក៏ដូចជាបន្ថែមនៅវត្តមានកងទ័ពទៅកាន់តំបន់សមុទ្រការ៉ាអ៊ីបនេះដែលក្រុមអ្នកវិភាគមើលឃើញថាវាអាចនឹងឈានទៅដល់ការត្រៀមវាយប្រហារវេណេស៊ុយអេឡាទាំងផ្លូវទឹកក៏ដូចជាផ្លូវគោកផងដែរផ្ដើមសំណួរដំបូងទៅកាន់លោករីណាជុំវិញបញ្ហារវាងអាមេរិកនិងវេណេស៊ុយអេឡានេះអាចចង់ឲ្យលើកឡើងជារួមមកវិញថាតើប្រទេសទាំងពីរនេះមានបញ្ហាជាមួយគ្នាចាប់តាំងពីពេលណាមកហើយវាពិតជាមានតែមូលហេតុដែលសហរដ្ឋអាមេរិកចោទវេណេស៊ុយអេឡាពាក់ព័ន្ធនឹងគ្រឿងញៀននេះទេឬក៏អាចថាមានមូលហេតុអ្វីនៅពីក្រោយបន្ថែមទៀតបាទចាប់តាំងពីឆ្នាំ2013មកគឺមានបញ្ហាច្រើនពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡាខាងហើយរដ្ឋកាលមុនចាប់តាំងពីការឡើងកាន់តំណែងរបស់លោកនីកូឡាស់ម៉ាដូរ៉ូពីឆ្នាំ2013បន្តពីលោកហ៊ូហ្គូឆាវេសអញ្ចឹងរបបនៅវេណេស៊ុយអេឡាសហរដ្ឋអាមេរិកតែងតែរិះគន់កន្លងមកគឺជំរុញឲ្យក្រុមប្រឆាំងងើបឡើងបះបោយជាដើមវាជាហាក់ដូចជាទម្លាប់មួយដែលមានការគ្រប់គ្រងពីក្រមប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡាផងប៉ុន្តែគេក៏សម្គាល់ឃើញថ្មីនេះគឺខាងប្រទេសវេណេស៊ុយអេឡាគឺបានបញ្ជាក់ឲ្យថាការប៉ុនប៉ងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនេះគឺមិនមែនជាបញ្ហាអ្វីផ្សេងក្រៅតែពីបញ្ហាចង់បានប្រភពធនធានប្រេងរបស់វេណេស៊ុយអេឡាទេចា៎ដោយសារតែការប៉ុនប៉ងជាបន្តបន្ទាប់គឺខាងប្រទេសវេណេស៊ុយអេឡានេះគឺมันងាកទៅខាងសហរដ្ឋអាមេរិកទេដោយសារខ្លួនមានអាជីវកម្មធំក្រាស់ក្រែលទាំងជាមួយក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ីផងផ្នែកក្រុមហ៊ុនប្រេងដោយសារវេណេស៊ុយអេឡាគឺជាប្រទេសជង្រុកប្រេងដែលមានប្រភពនឹងធំជាងប្រទេសអារ៉ាប៊ីសាអូឌីតផងនៅក្នុងក្រុមប្រទេសផលិតប្រេងនាំចេញដែលហៅថាអូប៉ិចហ្នឹងគឺវេណេស៊ុយអេឡាលេខ1ឯក្នុងចំណោមប្រទេសនាំចេញប្រេងអញ្ចឹងធនធានដ៏ច្រើនក្រាស់ក្រែលនេះត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាជាការផ្ដល់ផលប្រយោជន៍តែក្រុមមេដឹកនាំយោធាហើយมันបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡាដែលមានជីវភាពខ្វះខាតនៅប្រទេសអាមេរិកឡាទីនមួយនេះប៉ុន្តែខាងសហរដ្ឋអាមេរិកវិញគឺចេះតែចោទជាបន្តបន្ទាប់ប៉ុន្តែក្រោមរដ្ឋការលោកDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនេះហាក់ដូចជាបង្កើនសម្ពាធខ្លាំងដោយគេមើលឃើញថាដំបូងឡើយគឺបានលើកឡើងអំពីបញ្ហានៃការជួញដូរគ្រឿងញៀនទូកគ្រឿងញៀនដែលឆ្លងដែនចូលមកកាន់សហរដ្ឋអាមេរិកដែលបង្កភាពចលាចលដល់សហរដ្ឋអាមេរិកនេះគឺជាការលើកឡើងពីខាងសហរដ្ឋអាមេរិកប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាតាមស្ថិតិរបស់សហរដ្ឋអាមេរិកនេះគឺចំនួនទូកដែលដឹកគ្រឿងញៀនឬក៏ធ្វើចរាចរណ៍គ្រឿងញៀនមកចូលទឹកដីសហរដ្ឋអាមេរិកមានចំនួនតិចជាងគេទេប៉ុន្តែការលើកឡើងរបស់រដ្ឋបាល Donald Trump ឬក៏ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះគឺជាការបង្ករឿងឲ្យវាស្របទៅនឹងការលើកឡើងរបស់ប្រធានសភាវេណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍កន្លងទៅថាគោលបំណងសំខាន់របស់សហរដ្ឋអាមេរិកតាក់ទងនឹងបញ្ហាវេណេស៊ុយអេឡាគឺប្រេងមិនមានពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនឬខាត់ទូកគ្រឿងញៀនទៅបង្កើនធ្វើចរាចរណ៍នៅទឹកដីសហរដ្ឋអាមេរិកទេហើយសូម្បីតែលោកនីកូឡាស់ម៉ាដូរ៉ូនៅក្នុងលិខិតមួយផ្ញើជូនទៅកាន់អគ្គលេខាធិការនៃអង្គការបណ្ដាប្រទេសផលិតប្រេងនាំចេញហៅថាអូប៉ិចនោះកាលពីម្សិលមិញថ្ងៃអាទិត្យហ្នឹងគឺបានលើកឡើងថាសូមឲ្យប្រទេសទាំងអស់នោះជួយទប់ស្កាត់កុំឲ្យបង្កើនសម្ពាធណាមួយវាឈានដល់ការផ្ទុះអាវុធវាធ្វើឲ្យប៉ះពាល់ដល់ចង្រុកប្រេងប្រភពប្រេងទីផ្សារធម្មពលដោយសារតែបំណងតែមួយគត់របស់សហរដ្ឋអាមេរិកគឺចង់គ្រប់គ្រងធនធានប្រេងរបស់ប្រទេសវេណេស៊ុយអេឡានេះគឺជាការនិយាយដោយចំពោះតែម្ដងគឺលោកនីកូឡាស់ម៉ាដូរ៉ូហើយប្រធានសភារបស់វេណេស៊ុយអេឡាក៏និយាយដូចគ្នាដែរការប្រកាសម្ដងហើយម្ដងទៀតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងគឺជាចេតនាចង់បានធនធានប្រេងរបស់វេណេស៊ុយអេឡាបើទោះបីជាពីថ្ងៃអាទិត្យលោក Donald Trump
បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកថាលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូប៉ុន្តែលោកបានអត្ថាធិប្បាយថានិយាយពីអ្វីទេហើយកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យសារព័ត៌មាន Wall Street Journal ហើយនិង New York Times ក៏បានផ្សព្វផ្សាយពីការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំនិងលោកម៉ាឌូរ៉ូដែរប៉ុន្តែมันបានលើកឡើងពីខ្លឹមសារទេលោកត្រាំកាលពីថ្ងៃអាទិត្យត្រូវបានអ្នកសារព័ត៌មានសួរនៅ Air Force One អំពីខ្លឹមសារនៃការសន្ទនានោះលោកត្រាំបាននិយាយថាគេมันមានអ្វីដែលត្រូវមកនិយាយនៅពេលនេះទេហើយរឿងដែលសំខាន់ជាងគេតាក់ទងទៅនឹងការសរសេរបង្ហោះនៅលើបណ្ដាញសង្គមដែលថាដែនអាកាសនៅពីលើវេណេស៊ុយអេឡានិងជុំវិញវេណេស៊ុយអេឡាត្រូវចាត់ទុកថាបិទទៅហើយអញ្ចឹងនេះជាការប្រកាសរបស់លោកត្រាំនៅពេលដែលគេសួរថាតើការធ្វើអត្ថាធិប្បាយបែបនេះអាមេរិកពិតជាមានចេតនាវាយប្រហារទៅលើវេណេស៊ុយអេឡាមែនឬយ៉ាងណាលោកត្រាំថាมันបានប្រកាសពីការធ្វើសង្គ្រាមទេដោយសារតែវេណេស៊ុយអេឡាមិនមែនជាសម្ព័ន្ធមិត្តរបស់យើងដូច្នេះវាអាចមានក្រុមអក្រិតជនវាអាចមានក្រុមអ្នកបង្កបញ្ហាធ្វើវិធានសានឹងប្រើប្រាស់ដែនអាកាសទាំងនោះវាយប្រហារមកលើការធ្វើដំណើរតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកដូច្នេះហើយសហរដ្ឋអាមេរិកតែនិយាយបែបនេះជាវិធានការបង្ការនេះគឺជាការធ្វើអត្ថាធិប្បាយរបស់លោកត្រាំហើយលោកថាអាចនឹងមានលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោកដោយផ្ទាល់ទៅកាន់ប្រទេសវេណេស៊ុយអេឡាផងអញ្ចឹងខាងភាគីសហរដ្ឋអាមេរិកនិយាយហាក់ដូចជាស្ទាក់ស្ទើរហាក់ដូចជាមិនបង្ហាញពីចេតនាពិតប្រាកដក្នុងការធ្វើសង្គ្រាមប្រឆាំងប្រទេសវេណេស៊ុយអេឡាទេប៉ុន្តែខាងវេណេស៊ុយអេឡាហាក់ដូចជាប្រកាសចំថាសហរដ្ឋអាមេរិកអាចនឹងវាយប្រហារដោយចេតនាពិតប្រាកដរបស់អាមេរិកគឺចង់បានធនធានប្រេងពិភពប្រេងរបស់វេណេស៊ុយអេឡាទៅគ្រប់គ្រងដោយខ្លួនឯងចឹងហើយបានជាសហរដ្ឋអាមេរិកបានបង្កហេតុឬក៏បង្កើតសាច់រឿងនៃការជួញដូរគ្រឿងញៀនដែលធ្វើចរាចរណ៍ចេញពីសមុទ្រការ៉ាអ៊ីបគឺចេញពីដែនដីវេណេស៊ុយអេឡាឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនឹងបាទចាពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់នេះយើងឃើញថាសហរដ្ឋអាមេរិកហាក់បីដូចជាយកបញ្ហានេះមកធ្វើជាលេសនៅក្នុងការបង្កើននៅវត្តមាននៅសពាវុធក៏ដូចជាកងទ័ពរបស់ខ្លួននៅសមុទ្រការ៉ាអ៊ីបនេះដោយដែលលោកលីណាបានលើកឡើងដូច្នេះលោកសេរីមថាតើបើទោះបីជាអាមេរិកបដិសេធថាมันមានគម្រោងធ្វើសង្គ្រាមណាមួយជាមួយវេណេស៊ុយអេឡាប៉ុន្តែសម្រាប់ស្ថានភាពជាក់ស្ដែងប្រវត្តិសាស្ត្រធ្លាប់មានទេការបន្ថែមការដាក់ពង្រាយកងកម្លាំងក៏ដូចជាដាក់ពង្រាយនៅសពាវុធនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបក្បែរជាមួយនឹងប្រទេសវេណេស៊ុយអេឡានេះក៏កន្លងទៅតើសហរដ្ឋអាមេរិកធ្លាប់ធ្វើបែបហ្នឹងទេហើយឥឡូវនេះវាមានភាគរយកម្រិតណាដែរបើតាមការវិភាគមើលជាក់ស្ដែងថាសហរដ្ឋអាមេរិកអាចនឹងវាយប្រហារវេណេស៊ុយអេឡាបាទចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ជិតប្រទេសវេណេស៊ុយអេឡានៅពេលបច្ចុប្បន្ននេះគឺបង្ហាញពិតប្រាកដថាសហរដ្ឋអាមេរិកកំពុងតែរៀបចំកងកម្លាំងយោធាគ្រឿងយុទ្ធោពករណ៍របស់ខ្លួននឹងវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាទោះបីជាមានការប្រកែកឬអះអាងក៏ដូចជាការនិយាយសម្រាលស្ថានភាពពីលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដែលលោកនិយាយហាក់មិនមានភាពប្រកបប្រជាក្នុងការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាក៏ដោយក៏សកម្មភាពយោធារបស់សហរដ្ឋអាមេរិកជាពិសេសនៅក្នុងដែនទឹកក្បែរប្រទេសវេណេស៊ុយអេឡាក្នុងសមុទ្រការ៉ាអ៊ីបនេះគឺបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិកកំពុងតែរៀបចំក្បួនយោធាវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាជាបទពិសោធន៍នឹងមានដូចគ្នាអញ្ចឹងដែរប៉ុន្តែគ្រាន់តែមិនមែនតំបន់អាមេរិកឡាទីនទេគឺនៅខាងតំបន់មជ្ឈិមបូព៌ានេះដូចជានៅប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ2003កន្លងទៅកាលនោះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក George W. Bush គឺលោករៀបចំក្បួនយោធាប្រហាក់ប្រហែលគ្នានិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្បែរប្រទេសវេណេស៊ុយអេឡាអញ្ចឹងដែរប៉ុន្តែកាលនោះសហរដ្ឋអាមេរិកបានយកទីតាំងផ្លូវទឹកនៅប្រទេសគុយវ៉ែតក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់ដោយមានទាំងនាវាមួយទឹកមានទាំងក្រុមនាវាប្រយុទ្ធគេហៅ Strike Group ហើយមានទាំងនាវាដឹកយន្តហោះចម្បាំង
ដូចដែលសហរដ្ឋអាមេរិកបានកំពុងធ្វើនៅក្នុងដែនទឹកក្បែរប្រទេសវេណេស៊ុយឡានៅពេលបច្ចុប្បន្ននេះប៉ុន្តែគ្រាន់តែរឿងនេះមើលទៅសហរដ្ឋអាមេរិកហាក់ត្រៀមវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាមែនប៉ុន្តែអ្នកជំនាញជាច្រើនគេសន្និដ្ឋានបានថាសហរដ្ឋអាមេរិកអាចជាការគម្រាមច្រើនជាងពីព្រោះវាមានមូលហេតុថានៅពេលបច្ចុប្បន្ននេះមិនមែនដូចជាង20ឆ្នាំមុនដែលសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់សហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសអាហ្វហ្គានីស្ថាននោះទេកាលនោះទំនើបកម្មយោធាវានៅទាបប៉ុន្តែនៅពេលបច្ចុប្បន្ននេះប្រទេសវេណេស៊ុយឡាមិនមែនជាប្រទេសអ៊ីរ៉ាក់កាលពី20ឆ្នាំជាងមុនទេដូច្នេះប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសវេណេស៊ុយឡានោះសហរដ្ឋអាមេរិកនឹងជាប់ខ្លួនក្នុងសង្គ្រាមនៅក្នុងប្រទេសវេណេស៊ុយឡាហើយអាចដកជើងចេញពីប្រទេសនេះមិនរួចទៅទៀតហើយផលវិបាកគឺទីតាំងភូមិសាស្ត្រប្រទេសវេណេស៊ុយឡានៅតំបន់អាមេរិកឡាទីនក្បែរប្រទេសក្បែរសហរដ្ឋអាមេរិកទៅទៀតដូច្នេះផលប៉ះពាល់មិនមែនមានត្រឹមតែកងកម្លាំងយោធាអាមេរិកនៅប្រទេសវេណេស៊ុយឡាទេអាចនឹងឈានដល់ទឹកដីរបស់សហរដ្ឋអាមេរិកថែមទៀតចំណុចនេះជាចំណុចដែលគេសន្និដ្ឋានថាសហរដ្ឋអាមេរិកមិនវាយប្រហារទេគ្រាន់តែជាការគម្រាមហើយចំណុចមួយទៀតក៏គេគិតថាសមាជិកសភារបស់សហរដ្ឋអាមេរិកខាងប្រជាធិបតេយ្យនិងមានខាងគណៈបក្សសាធារណរដ្ឋរបស់លោកត្រាំផងទៀតមិនគ្រប់គ្រងឲ្យលោកត្រាំវាយប្រហារទៅលើប្រទេសវេណេស៊ុយឡានោះទេពីព្រោះការវាយប្រហារនេះមិនមែនលោកត្រាំធ្វើស្រេចតែអញ្ចឹងមិនមែនលោកត្រាំចង់វាយប្រហារលើប្រទេសណាមួយហើយក៏វាយប្រហារដោយការសម្រេចចិត្តរបស់ប្រធានាធិបតីឯងអត់ទេគឺត្រូវមានការឆ្លងកាត់ពីសភាថែមទៀតអញ្ចឹងហើយសភាគឺសមាជិកភាគច្រើនរបស់គណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋខ្លះរបស់លោកត្រាំមិនគ្រប់គ្រងឲ្យមានការឈ្លានពានចូលក្នុងប្រទេសវេណេស៊ុយឡាទេដូច្នេះនិយាយជារួមមកវិញនៅត្រង់ថាការរៀបចំក្បួនសឹករបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ក្បែរខាងប្រទេសវេណេស៊ុយឡាគឺពិតជាត្រៀមវាយប្រហារទៅលើវេណេស៊ុយឡាមែនប៉ុន្តែអ្នកជំនាញបានលើកឡើងថាអាចជាការគម្រាមច្រើនជាងការពិតនោះបាទចុះក្នុងករណីដែលការវាយប្រហារកើតមានឡើងពិតប្រាកដមែនយើងចង់ដឹងពីរបៀបនៃការឆ្លើយតបរបស់វេណេស៊ុយឡាថាតើប្រទេសនេះនឹងអាចមានការត្រៀមលក្ខណៈនៅក្នុងការឆ្លើយតបទៅលើសហរដ្ឋអាមេរិកវិញយ៉ាងណាដែរលោកលីនរីណាបាទបើតាមសារព័ត៌មាន Reuters ដែលទទួលបានរបាយការណ៍ដែលថាជាក់លាក់ក្នុងការត្រៀមខ្លួនរបស់វេណេស៊ុយឡាទីមួយបើនិយាយពីកម្លាំងយោធារបស់វេណេស៊ុយឡាតាមការបញ្ជាក់របស់លោកនីកូឡាស់ម៉ាដូរ៉ូថាបច្ចុប្បន្នគឺមានជនស៊ីវិល8លាននាក់ដែលកំពុងតែបណ្ដុះបណ្ដាលជំនាញនៅក្នុងក្រមគេហៅថាកងជីវពលរបស់វេណេស៊ុយឡាដែលបណ្ដុះបណ្ដាលជំនាញនេះប៉ុន្តែក្នុងករណីដែលមានសង្គ្រាមពិតប្រាកដគឺអ្នកទាំង8លាននាក់នេះរួមជាមួយនឹងបុគ្គលិកចារកម្មហើយនឹងក្រុមអ្នកគាំទ្រគណៈបករបស់លោកនីកូឡាស់ម៉ាដូរ៉ូរួមគ្នាបង្កភាពចលាចលនៅកណ្ដាលរដ្ឋធានីការ៉ាកាសដើម្បីបង្កើតយុទ្ធសាស្ត្របំភាន់ដោយមានការបះបោរបែបស៊ីវិលប៉ុន្តែជាក្រុមប្រដាប់អាវុធទេអញ្ចឹងគេហៅថាជាសង្គ្រាមបែបឆ្លូបមួយទៀតជាចលនាឆ្លូបនៅកណ្ដាលរដ្ឋធានីការ៉ាកាសឬអាចថានៅទីប្រជុំជននានានៅក្នុងប្រទេសវេណេស៊ុយឡាកម្លាំងមួយទៀតគឺកម្លាំងគេហៅថាកម្លាំងទាហានឆ្លូបឬក៏ឧទាមរបស់កូឡុំប៊ីគឺកងកម្លាំងរបស់រំដោះជាតិកូឡុំប៊ីដែលបច្ចុប្បន្ននេះនៅមានវត្តមាននៅក្នុងប្រទេសវេណេស៊ុយឡាប៉ែកខាងលិចឬក៏ចុងខាងលិចបើសិនជាសង្គ្រាមកើតឡើងក្រុមនេះអាចនឹងចូលរួមជាមួយនឹងកងកម្លាំងរបស់វេណេស៊ុយឡាតើតើនឹងសភាវុធវិញវេណេស៊ុយឡាគ្មានសភាវុធទំនើបទេបើប្រៀបធៀបដូចជាមួយនឹងកម្លាំងសហរដ្ឋអាមេរិកប៉ុន្តែវេណេស៊ុយឡាមានគ្រឿងយុទ្ធោបករណ៍របស់ខ្លួនភាគច្រើនទិញមកពីរុស្ស៊ីដូចជាយន្តហោះចម្បាំងសុខុយ20គ្រឿងដែលទិញពីរុស្ស៊ីដែរក្នុងទសវត្សរ៍ឆ្នាំ2000រហូតដល់ពេលនេះមានអាយុកាលជាង2ទសវត្សរ៍ហើយដែលអាយុកាលនៃអាវុធទាំងនោះមានរថក្រោះ
មានមីស៊ីលកងស្មាហើយក៏មានមីស៊ីលអ៊ីក្លាប្រមាណជា 5000 គ្រឿងទិញពីរុស្ស៊ីដែរអញ្ចឹងនេះគឺជាសភាវុធដែលអាចថានឹងឆ្លើយតបហើយយុទ្ធសាស្ត្រដំបូងដែលត្រូវឆ្លើយតបគឺយុទ្ធសាស្ត្របំភាន់ការបង្កភាពចលាចលដោយស៊ីវិលនិងក្រុមអ្នកគ្រប់គ្រងគណៈបកនយោបាយនៅក្នុងប្រទេសវេណេស៊ុយឡារួមនឹងកងជីវពលដែលបណ្ដុះបណ្ដាលបច្ចុប្បន្នប្រមាណ 8 លាននាក់និងមន្ត្រីចារកម្មនៅក្នុងទីប្រជុំជននានានៅប្រទេសវេណេស៊ុយឡាជាពិសេសគឺនៅក្នុងរដ្ឋធានីការ៉ាកាសនេះតែម្ដងអញ្ចឹងទេគឺកម្លាំងមានច្រើនផ្នែកដែរប៉ុន្តែគ្រាន់តែថាសភាវុធបើប្រៀបធៀបនឹង B52 B2 អីរបស់សហរដ្ឋអាមេរិកគឺមិនដល់ទេប៉ុន្តែអាចមានន័យថាសមត្ថភាពយោធាភាគច្រើនគឺបានមកពីរុស្ស៊ីប៉ុន្តែគេក៏មានការបញ្ជាក់ដែរដោយសារតែកម្លាំងរបស់លោកម៉ាឌូរ៉ូគឺកម្លាំងកងកម្លាំងប្រដាប់អាវុធម៉ាឌូកុលុំវេណេស៊ុយឡានេះមិនសូវមានការហ្វឹកហាត់ពេញលេញទេមានន័យថាដោយសំអាងលើភាពស្មោះត្រង់មេមិនទាប់ធំគឺស្ថិតនៅក្នុងចំណោមអ្នកស្និទ្ធជាមួយរដ្ឋាភិបាលអញ្ចឹងហើយកម្លាំងមិនសូវមានការហ្វឹកហាត់ពេញលេញហើយជំនាញក្នុងការប្រើប្រាស់សភាវុធបើប្រៀបធៀបនឹងកម្លាំងសហរដ្ឋអាមេរិកគឺមានលក្ខណៈខុសគ្នាឆ្ងាយហើយការប្រើប្រាស់កម្លាំងស៊ីវិលក៏មិនមានភាពខុសគ្នាឆ្ងាយដែរប៉ុន្តែអាងប្រើប្រាស់កម្លាំងស៊ីវិលជាការបង្កភាពចលាចលការវាយប្រហារសម្លាប់មនុស្សមានការថ្កោលទោសពីសហគមន៍អន្តរជាតិដែលអាចធ្វើឲ្យមានការខ្លាចរអាឬក៏ការដកថយពីសហរដ្ឋអាមេរិកដោយសារតែចំណោមសាធារណជនអាមេរិកបើសិនជាមានការវាយប្រហារទៅលើជនស៊ីវិលជាដើមក៏នឹងមានការថ្កោលទោសគឺការអំពាវនាវឲ្យដកខ្លួនថយនឹងការតវ៉ាជាដើមដូច្នេះនេះគឺជាស្ថានភាពខ្លះដែលសារព័ត៌មាន Reuters បានទទួលឯកសារនិងបញ្ជាក់ប្រាប់ដោយលើកពីការធ្វើអត្ថាធិប្បាយរបស់លោកម៉ាឌូរ៉ូជាក់ស្ដែងដោយខ្លួនឯងផ្ទាល់ផងនោះបាទដោយលោករីណាបានលើកឡើងពីខាងដើមថាលោកដូណាល់ត្រាំគឺមិនពេញចិត្តជាមួយនឹងរបបដឹកនាំរបស់លោកនីកូឡាសម៉ាឌូរ៉ូប្រធានាធិបតីរបស់វេណេស៊ុយអេឡាហើយតែងតែទទូចឲ្យលោកចុះចេញពីតំណែងផងដែរកន្លងទៅនេះមានការលើកឡើងថាលោកម៉ាឌូរ៉ូក៏កំពុងត្រៀមខ្លួនដែរនៅក្នុងការចុះចេញពីតំណែងថាតើវាជាការដែលវេណេស៊ុយអេឡាកំពុងតែសម្រាលស្ថានភាពធ្វើទៅតាមការចង់បានរបស់អាមេរិកហើយនឹងអាចជួយឲ្យស្ថានភាពបន្ធូរបន្ថយនៅភាពតានតឹងឬក៏យ៉ាងណាដែរផ្ដល់សំណួរបន្តនេះទៅកាន់លោកស្រីបាទសេចក្តីប្រកាសនេះមានមែនសេចក្តីប្រកាសនៅត្រង់ថាលោកនីកូឡាសម៉ាឌូរ៉ូប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡានឹងត្រៀមខ្លួនចុះចេញពីតំណែងប្រកាសការត្រៀមខ្លួនចុះចេញពីតំណែងមិនមែនមានន័យថាលោកចុះចេញពីតំណែងទេហើយសេចក្តីប្រកាសនេះអាចជាការសម្រាលស្ថានភាពឬក៏សម្រាលនៅការប្រជុំមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសវេណេស៊ុយឡានិងសហរដ្ឋអាមេរិកដែរបើនិយាយពីការបន្ទន់ជំហរវិញប្រទេសវេណេស៊ុយឡាគឺបន្ទន់ជំហរនឹងហើយនឹងចង់ជួបចរចាជាមួយសហរដ្ឋអាមេរិកថែមទៀតដើម្បីបន្ធូរបន្ថយភាពតានតឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះការជួបចរចាណាមួយមិនទាន់កើតមានជាផ្លូវការទូលំទូលាយរវាងភាគីទាំងពីរនៅឡើយទេអញ្ចឹងហើយសេចក្តីប្រកាសពីការត្រៀមខ្លួនចុះចេញពីតំណែងរបស់ប្រធានាធិបតីវេណេស៊ុយឡាក៏ជារឿងមួយបន្ធូរបន្ថយស្ថានភាពកុំឲ្យមានភាពតានតឹងខ្លាំងពេកផងដែរត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាអញ្ចេះតាមពិតទៅលោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនិងលោកនីកូឡាសម៉ាឌូរ៉ូប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡានេះគឺហាក់ដូចជាអត់ត្រូវគ្នាអាចនិយាយថាស្អប់គ្នាដល់កំពូលក៏តាបានពីព្រោះគេកត់សម្គាល់ឃើញថាការពីអាណត្តិទី1របស់លោកត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនេះលោកត្រាំជួយទៅគណៈបកប្រឆាំងនៅវេណេស៊ុយអេឡាខ្លាំងណាស់ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡានីកូឡាសម៉ាឌូរ៉ូលោកត្រាំរហូតដល់ទៅទួលស្គាល់មេដឹកនាំគណៈបកប្រឆាំងវ័យក្មេងឈ្មោះហ៊ួនកៃដូឲ្យคล้ายទៅជាប្រធានាធិបតីបណ្ដោះអាសន្ននៅប្រទេសវេណេស៊ុយអេឡាក្នុងអំឡុងពេលដែលក្រុមបាតកោនិងកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡាកំពុងតែវាយប្រហារគ្នាពាសពេញប្រទេសហើយលោកត្រាំទទួលស្គាល់មេដឹកនាំគណៈបកប្រឆាំងលោកហ៊ួនកៃដូជាប្រធានាធិបតីស្ដីទីអេរិយាបថរបស់លោកត្រាំកាលនោះ
អាចបង្ហាញមកដល់ពេលនេះថាលោកត្រាំមិនចូលចិត្តលោកនីកូឡាសម៉ាដូរ៉ូទេនេះបើនិយាយពីលក្ខណៈបុគ្គលហើយបើនិយាយជាលក្ខណៈប្រទេសនិងប្រទេសក៏ដូចគ្នាដែរនៅត្រង់ថានេះលោកនីកូឡាសម៉ាដូរ៉ូនេះមិនមានជំហរទូទុនទៅរកសហរដ្ឋអាមេរិកទេថ្មីត្បិតតែសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡាជាប្រទេសដែលមានទីតាំងភូមិសាស្ត្រនៅក្បែរគ្នាក៏ដោយក៏ប្រទេសវេណេស៊ុយអេឡាមិនទូទុនទាំងនយោបាយការទូតជាមួយនឹងសហរដ្ឋអាមេរិកដែរគឺមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងប្រទេសរុស្ស៊ីនិងប្រទេសចិនដែលជាគូបដិបករបស់សហរដ្ឋអាមេរិកទៅវិញដូច្នេះចំណុចនេះក៏អាចកាត់សម្គាល់ឃើញថាជាគន្លឹះមួយជាចំណុចមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡានឹងមិនអាចឈានទៅរកការត្រូវរើគ្នាដូច្នេះនិយាយជារួមមកវិញនៅត្រង់ថាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាលោកនីកូឡាសម៉ាដូរ៉ូដែលប្រកាសថាលោកត្រៀមខ្លួនចូលចេញពីតំណែងនេះគឺទំនងគ្រាន់តែជាការសម្រួលការបន្ធូរបន្ថយការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងវេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកតែប៉ុណ្ណោះហើយចំណុចមួយទៀតនៅត្រង់ថាលោកត្រាំស្អប់លោកនីកូឡាសម៉ាដូរ៉ូអាចជាការត្រឹមត្រូវរួមទាំងភូមិសាស្ត្រនយោបាយមិនត្រូវរើគ្នាទៀតធ្វើឲ្យភាពតានតឹងកើតឡើងមិនចេះចប់ជាពិសេសក្នុងអំឡុងពេលដែលលោកត្រាំជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះបាទចុះបន្តត្រង់ចំណុចនេះបន្តិចដែរថាតើបើសិនជាលោកនីកូឡាសម៉ាដូរ៉ូចុះចេញពីតំណែងពិតមែនហើយគេហៅថាអ្នកដឹកនាំបន្តរបស់វេណេស៊ុយអេឡាបានទៅលើបេក្ខជនដែលលោកត្រាំលោកពេញចិត្តទៅវិញនោះថាតើភាពតានតឹងនេះវានឹងធូរទៅឡប់ទៅវិញឬក៏យ៉ាងណាដែរលោករីណាអាចបន្តចម្លើយចា៎បាទថ្មីនេះគឺមានគណៈបកប្រឆាំងមួយទៀតជាស្ត្រីទេដែលជាប់ពានរង្វាន់ Nobel សន្តិភាពជំនួសឲ្យលោកត្រាំទៅវិញនោះគឺអាចថាជាការបោះជំហានទៅរកការអំណាចបដិអាសន្ននិងរៀបចំឲ្យមានការបោះឆ្នោតប៉ុន្តែបើលក្ខណៈជាក់ស្ដែងតាមមើលទៅគឺលោកនីកូឡាសម៉ាដូរ៉ូចាប់តាំងពីចុងសប្តាហ៍នេះមកបានបង្ហាញខ្លួនជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ដែលបានជួបប្រជុំសន្ទនានឹងកម្មវិធីប្រគល់ពានរង្វាន់ម្ចាស់ផលិតកាហ្វេឈានមុខនៅវេណេស៊ុយអេឡាជាដើមដូច្នេះនៅក្នុងវេណេស៊ុយអេឡាហាក់ដូចជាមិនបង្ហាញពាក្យចចាមអារាមតាក់ទងនឹងការចុះចេញពីតំណែងនេះឲ្យពិតប្រាកដទេដោយគ្រាន់តែលើកឡើងថាមានលិខិតអញ្ចឹងប៉ុន្តែបាត់ខ្លួនមួយរយៈឥឡូវនេះគឺលោកម៉ាដូរ៉ូគេថាអាចក្រោយពីការសន្ទនាជាមួយលោកត្រាំតាមទូរស័ព្ទក៏អាចធ្វើអធិប្បាយឡើងវិញនិងបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដោយនិយាយថាសេដ្ឋកិច្ចវេណេស៊ុយអេឡាมันអាចបំបាក់បានมันអាចកម្ចាត់បាននៅតែរឹងមាំអីជាដើមដោយលោកថែមទាំងច្រៀងចម្រៀងពាក់ព័ន្ធនឹងបញ្ហាភាពរឹងមាំខាងសេដ្ឋកិច្ចហ្នឹងថែមទៅទៀតហាក់ដូចជាមិនមានការបន្ទន់ចំហណាមួយដើម្បីទទួលយកការលាលែងហើយនឹងផ្ទេរអំណាចនេះទៅកាន់ក្រមផ្សេងឬក៏ក្រមប្រឆាំងទេឥឡូវនេះលោកវ៉ាន់ខ្វៃដូហ្នឹងក៏បាត់ខ្លួនទៅហើយទោះបីជាលោកនៅទីណាក៏មិនបានដឹងហើយអ្នកដែលកាន់មេបកថ្មីមួយទៀតជាស្ត្រីដែលទទួលពានរង្វាន់ Nobel ឆ្នាំ2025នេះក៏មិនហ៊ានបង្ហាញខ្លួនជាសាធារណៈដែរដោយគេហៅថានៅកិច្ចខ្លួននៅឡើយទេដូច្នេះតាក់ទងនឹងការផ្ទេរឬក៏ថាអ្នកណាកាន់ជំនួសហាក់ដូចមិនមានសេណារីយ៉ូនេះកើតមាននៅក្នុងប្រទេសវេណេស៊ុយអេឡានៅពេលនេះទេបាទចាយើងនឹងតាមដានមើលបន្តទៀតថាតើស្ថានភាពនេះវានឹងរុញឲ្យមានការប៉ះទង្គិចគ្នារវាងអាមេរិកជាមួយនឹងវេណេស៊ុយអេឡាដូចទៅនឹងការព្រួយបារម្ភដែរឬក៏យ៉ាងណាមានអ្វីថ្មីនឹងជម្រាបជូនដល់ទស្សនិកជននៅពេលក្រោយទៀតអរគុណលោករីណានិងលោកសេរីអរគុណ